ព័ត៌មានបន្ទាន់បងប្អូនផ្ទុះអាវុធហើយនៅព្រំដែនព្រះវិហារក្រសួងការពារជាតិកម្ពុជាទើបតែចេញសេចក្តីថ្លែងការណ៍ប្រកាសព័ត៌មានក្តៅៗមុននេះបន្តិចថាកងទ័ពថៃបានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជាយើងនៅតំបន់ព្រលានថ្មស្រុកខ្ជាំសានដោយប្រើសុទ្ធតែអាវុធទន់ធ្ងន់តើស្ថានភាពចុងក្រោយនេះទៅជាយ៉ាងណាសូមតាមដានជាមួយនឹងខ្ញុំយោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវម៉ាឡេសុយតាបានឲ្យដឹងថានៅវេលាម៉ោង 2:15 នាទីរសៀលថ្ងៃទី7 ខែធ្នូនេះកងកម្លាំងយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារមកលើទីតាំងរបស់កម្ពុជានៅចំណុចព្រលានថ្មស្រុកជាំសានខេត្តព្រះវិហារអ្វីដែលគួរឲ្យកត់សម្គាល់និងព្រួយបារម្ភជាខ្លាំងនោះគឺភាគីថៃមិនមែនប្រើអាវុធធុនតូចទេគឺប្រើទាំងកាំភ្លើងយន្តគ្រាប់ B40 និងកាំភ្លើងត្បាល់60 មីលីម៉ែត្របាញ់មកលើទឹកដីកម្ពុជាទោះបីជាទទួលរងការវាយប្រហារយ៉ាងណាក្តីប៉ុន្តែក្នុងសមារតីទទួលខុសត្រូវនិងដើម្បីការពារសន្តិភាពកងកម្លាំងកម្ពុជាមិនបាញ់តបតសូម្បីតែមួយគ្រាប់យើងបានតាក់ទងភ្លាមទៅភាគីថៃឲ្យបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ដែលការបាញ់នេះបានបញ្ចប់នៅម៉ោង 2:32 នាទីរសៀលគឺមានរយៈពេលប្រហែល17 នាទីកម្ពុជាចាត់ទុកថាទង្វើនេះជាការឈ្លានពាននិងកំពុងរៀបចំសំណើឲ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះមកស៊ើបអង្កេតជាបន្ទាន់ដើម្បីរកយុត្តិធម៌នេះគឺជាការអត់ធ្មត់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កងទ័ពជើងគោកកម្ពុជាយើងនឹងបន្តតាមដានស្ថានភាពនេះយ៉ាងចិត្តទុកដាក់សូមបងប្អូនកុំភ្លេចចុច Share ព័ត៌មាននេះជាបន្ទាន់និងចុច Subscribe ដើម្បីទទួលបានដំណឹងថ្មីៗបន្តទៀតបាទដោយយើងបានដឹងស្រាប់ហើយថាក្នុងរយៈក្រោយនេះគឺព័ត៌មានថៃក៏បានចុះមកវាយប្រហារយើងជាច្រើនហើយវាតែងតែលួចបាញ់បែបនេះមករហូតតែម្ដងដែលធ្វើឲ្យកងទ័ពកម្ពុជាយើងសឹងតែអត់ទ្រាំមិនបានទៅហើយសឹងតែផ្ទុះអាវុធភ្លាមទៅហើយយើងមិនដឹងថាវានឹងចោទកម្ពុជាថាបែបម៉េចទេឃើញព័ត៌មានខាង The Nation បានចុះថាទាហានថៃរបស់វានឹងបានត្រូវរបួស2នាក់ប៉ុន្តែយើងមិនដឹងក៏ត្រូវយ៉ាងម៉េចទេព្រោះអត់មានឃើញរបួសអីទេអញ្ចឹងយើងនឹងរងចាំមើលស្ថានភាពជាមួយនឹងភាគីថៃនិងកម្ពុជាតើស្ថានភាពនេះវានឹងទៅជាយ៉ាងណាយើងនឹងតាមដានទាំងអស់គ្នា